សេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារសិក្សានិងស្រាវជ្រាវរោគឱសថនិងបរិក្ខារសម្រាប់ប្រយុទ្ធនឹងជំងឺ COVID-19 រាជរដ្ឋាភិបាលយោងតាមសំណើរបស់ប្រធានគណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺ COVID-19 សម្រេចប្រការមួយបង្កើតក្រុមការងារសិក្សានិងស្រាវជ្រាវរោគឱសថនិងបរិក្ខារសម្រាប់ប្រយុទ្ធនឹងជំងឺ COVID-19 ចំណុះឲ្យគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺ COVID-19 ដែលមានសមាជិកភាពដូចតទៅ1លោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោធីតាប្រធាន2ឯកឧត្តមជាបសថារដ្ឋរដ្ឋលេខាធិការក្រសួងប្រៃសណីនិងទូរគមនាគមន៍អនុប្រធាន3ឯកឧត្តមសាស្ត្រាចារ្យសុផុនវឌ្ឍនៈសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលអនុប្រធាន4ឯកឧត្តមសាស្ត្រាចារ្យងីមេងប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជាសូវៀតអនុប្រធាន5ឯកឧត្តមសាស្ត្រាចារ្យឈៀឆវ៉ាន់នាយកវិទ្យាស្ថានជាតិសុខភាពសាធារណៈអនុប្រធាន6ឯកឧត្តមមុករ៉ាឌីអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងប្រៃសណីនិងទូរគមនាគមន៍សមាជិក7លោកហ៊ុយរតនៈអនុប្រធាននាយកដ្ឋានផែនការនិងហិរញ្ញវត្ថុក្រសួងប្រៃសណីនិងទូរគមនាគមន៍សមាជិក8លោកសាស្ត្រាចារ្យមហាបរិញ្ញាអៀបទឹកឆេងអនុប្រធានការិយាល័យបច្ចេកទេសមន្ទីរពេទ្យកុមារជាតិសមាជិក9លោកវិជ្ជបណ្ឌិតច័ន្ទសុភ័ក្រនាយករងមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសមៈសមាជិក10កញ្ញាវិជ្ជបណ្ឌិតឆនសុធារីប្រធានផ្នែកព្យាបាលជំងឺ COVID-19 ទី2នៃមន្ទីរពេទ្យមិត្តភាពកម្ពុជាសូវៀតសមាជិក11លោកវិជ្ជបណ្ឌិតបូរីសេដ្ឋារិទ្ធប្រធានផ្នែកជំងឺឆ្លងនៃមន្ទីរពេទ្យកាឡាម៉ែតសមាជិក12លោកបណ្ឌិតបូរីសេដ្ឋាវិរៈប្រធានការិយាល័យស្រាវជ្រាវនិងផែនការនៃមហាវិទ្យាល័យឱសថសាស្ត្រសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលសមាជិក13កញ្ញាបណ្ឌិតខៃមុំមន្ត្រីមហាវិទ្យាល័យឱសថសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលសមាជិក14លោកវិជ្ជបណ្ឌិតកាំងគឹមសានមន្ត្រីមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញសមាជិកប្រការ2ក្រុមការងារសិក្សានិងស្រាវជ្រាវរោគឱសថនិងបរិក្ខារសម្រាប់ប្រយុទ្ធនឹងជំងឺ COVID-19 មានភារកិច្ចដូចតទៅស្រាវជ្រាវនិងស្វែងរកឱសថដែលមានប្រសិទ្ធភាពខ្ពស់និងដែលត្រូវបានប្រើប្រាស់សម្រាប់ការព្យាបាលនិងបង្ការជំងឺ COVID-19 សិក្សាស្រាវជ្រាវនិងស្វែងរកឧបករណ៍តេស្តរោគមេរោគ COVID-19 ដែលមានប្រសិទ្ធភាពងាយស្រួលក្នុងការប្រើប្រាស់និងតម្លៃទាបសមរម្យសិក្សាស្រាវជ្រាវនិងស្វែងរកបរិក្ខារពេទ្យចាំបាច់ដទៃទៀតដើម្បីបម្រើឲ្យការប្រយុទ្ធនឹងជំងឺ COVID-19 ធ្វើទំនាក់ទំនងជាមួយនឹងក្រុមហ៊ុនផលិតឱសថបរទេសឬបណ្ដាញចែកចាយឱសថបរទេសឬអង្គការឬភ្នាក់ងារអន្តរជាតិដែលធ្វើការពាក់ព័ន្ធនឹងឱសថដើម្បីស្វែងរកឱសថសម្រាប់ការព្យាបាលឬការបង្ការជំងឺ COVID-19 និងទទួលបាននូវព័ត៌មានចាំបាច់ផ្សេងៗពាក់ព័ន្ធនឹងឱសថនោះធ្វើទំនាក់ទំនងជាមួយនឹងក្រុមហ៊ុនផលិតឬបណ្ដាញចែកចាយឧបករណ៍តេស្តរោគមេរោគ COVID-19 និងបរិក្ខារដទៃទៀតសម្រាប់បម្រើឲ្យការប្រយុទ្ធនឹងជំងឺ COVID-19 ដើម្បីទទួលបានព័ត៌មានចាំបាច់ផ្សេងៗពាក់ព័ន្ធនឹងឧបករណ៍តេស្តឬបរិក្ខារទាំងនោះសិក្សាអំពីសុវត្ថិភាពនិងប្រសិទ្ធភាពនៃឱសថសម្រាប់បម្រើឲ្យការបង្ការឬការព្យាបាលជំងឺ COVID-19 ផ្ដល់អនុសាសន៍អំពីការដាក់ឲ្យប្រើប្រាស់ឱសថសម្រាប់ការបង្ការឬព្យាបាលជំងឺ COVID-19 ផ្ដល់អនុសាសន៍អំពីការដាក់ឲ្យប្រើប្រាស់ឧបករណ៍តេស្តរោគមេរោគ COVID-19 ក៏ដូចជាបរិក្ខារដទៃទៀតសម្រាប់បម្រើឲ្យការប្រយុទ្ធនឹងជំងឺ COVID-19 ផ្ដល់អនុសាសន៍ពាក់ព័ន្ធនិងជំរុញការនាំចូលឱសថសម្រាប់ការបង្ការនិងព្យាបាលជំងឺ COVID-19 និងឧបករណ៍តេស្តរោគមេរោគ COVID-19 ក៏ដូចជាបរិក្ខារដទៃទៀតសម្រាប់បម្រើឲ្យការប្រយុទ្ធនឹងជំងឺ COVID-19 ផ្ដល់អនុសាសន៍ពាក់ព័ន្ធនឹងការជំរុញការចែកចាយឲ្យបានទូលំទូលាយនៅឱសថសម្រាប់ការបង្ការឬព្យាបាលជំងឺ COVID-19 ឬឧបករណ៍តេស្តរហ័សរោគមេរោគ COVID-19 នៅតាមឱសថស្ថាននានាឬទីកន្លែងសមស្របផ្សេងទៀតនៅទូទាំងប្រទេសចងក្រងរបាយការណ៍សិក្សាវិភាគស្រាវជ្រាវនិងផ្ដល់អនុសាសន៍ទាក់ទងនឹងឱសថសម្រាប់ការបង្ការឬការព្យាបាលជំងឺ COVID-19 និងឧបករណ៍តេស្តរោគមេរោគ COVID-19 ក៏ដូចជាបរិក្ខារដទៃទៀត
សម្រាប់បម្រើឲ្យការប្រយុទ្ធនឹងជំងឺ COVID-19 ជូនគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺ COVID-19 អនុវត្តការងារពាក់ព័ន្ធផ្សេងទៀតតាមការចាំបាច់ដើម្បីបម្រើឲ្យការបង្ការការព្យាបាលឬការប្រយុទ្ធនឹងជំងឺ COVID-19 អនុវត្តការងារផ្សេងទៀតតាមការប្រគល់ភារកិច្ចរបស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺ COVID-19 ប្រការ3រាល់ការចំណាយពាក់ព័ន្ធនឹងការសិក្សានិងស្រាវជ្រាវរកឱសថនិងបរិក្ខារសម្រាប់ប្រយុទ្ធនឹងជំងឺ COVID-19 ត្រូវប្រើកញ្ចប់ថវិកាជាតិដោយរៀបចំសំណើដាក់ជូនប្រធានគណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺ COVID-19 ដែលជាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដើម្បីពិនិត្យនិងសម្រេចប្រការ4អនុប្រធាននិងសមាជិកទាំងអស់នៃក្រុមការងារសិក្សានិងស្រាវជ្រាវរកឱសថនិងបរិក្ខារសម្រាប់ប្រយុទ្ធនឹងជំងឺ COVID-19 ត្រូវចូលរួមប្រជុំតាមការអញ្ជើញរបស់ប្រធានក្រុមការងារក្នុងករណីប្រធានអវត្តមានឬមានធុរៈអនុប្រធានដែលបានទទួលសិទ្ធិពីប្រធានអាចកោះប្រជុំនិងដឹកនាំកិច្ចប្រជុំជំនួសបានក្រុមការងារនេះអាចអញ្ជើញតំណាងក្រសួងស្ថាប័នពាក់ព័ន្ធមន្ត្រីជំនាញអ្នកឯកទេសឬផ្នែកឯកជនចូលរួមប្រជុំនិងប្រឹក្សាយោបល់ទៅតាមតម្រូវការចាំបាច់ប្រការ5បទបញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះត្រូវទុកជានិរាករណ៍ប្រការ6រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរដ្ឋមន្ត្រីក្រសួងសុខាភិបាលរដ្ឋមន្ត្រីក្រសួងប្រៃសណីនិងទូរគមនាគមន៍រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នព្រមទាំងសមីខ្លួនត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅថ្ងៃសុក្រ6រោចខែទុតិយាសាទឆ្នាំឆ្លូវត្រីស័កពុទ្ធសករាជ2565ធ្វើនៅរាជធានីភ្នំពេញថ្ងៃទី30ខែកក្កដាឆ្នាំ2021នាយករដ្ឋមន្ត្រីហត្ថលេខានឹងត្រាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន